ជំរាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំសូមបង្ហាញអំពីរបៀបនៃការចូលទៅបំពេញរបាយការណ៍ចែកពាក្យទទួលពាក្យប្រចាំថ្ងៃបន្តិចបាទរបាយការណ៍ហ្នឹងអត់មានអីប្លែកទេបងប្អូនវាដូចតែរាល់ឆ្នាំអញ្ចឹងប៉ុន្តែគ្រាន់តែថាខ្ញុំរំលឹកឡើងវិញខ្លាចបងប្អូនភ្លេចអីចឹងទៅបាទក៏ប៉ុន្តែអត់មានអីប្លែកទេបាទដូចកម្មមុនអញ្ចឹងបាទអញ្ចឹងយើងដើម្បីចូលទៅរាយការណ៍ប្រចាំថ្ងៃនៅពេលដែលយើងបានទិដ្ឋផលមកយើងចូលទៅបំពេញនៅក្នុង link ហ្នឹងមកអញ្ចឹងយើងចុចទៅលើ link ហ្នឹងមកចុចទៅលើ link ហ្នឹងមកបាទពេលនោះវានឹងនាំយើងទៅតារាងតាមស្រុកនីមួយៗហើយគេម្ដងនេះយើងរើសស្រុកមកលោកគ្រូនៅស្រុកណាកាន់កាប់ស្រុកណាយើងរើសស្រុករបស់យើងមកឧទាហរណ៍ថាខ្ញុំទៅសេសានចុះបាទអញ្ចឹងយើងចុចលើសេសានយើងកន្លែងខាងក្រោមនេះយើងអាចអូសឆ្វេងស្ដាំឬមើលស្រុកបាទអញ្ចឹងយើងអាចអូសវាមើលស្រុកចឹងមកបាទហើយក៏យើងអាចមើលបាននៅរបាយការណ៍ចុងបញ្ចប់នេះបានបាទយើងអូសមើលក្នុងស្រុកយើងណាលើទៅសេសានគេមកដល់កន្លែងនេះយើងអ្វីដែលយើងត្រូវបំពេញដំបូងគេយើងមើលឃុំបាទអញ្ចឹងឧទាហរណ៍ថាឃុំកំភុននៅថ្ងៃទី1ហ្នឹងឃុំកំភុនហ្នឹងគាត់ចែកពាក្យដំបងដៃយើងបំពេញកន្លែងចែកពាក្យសិនបាទអញ្ចឹងចែកពាក្យឧទាហរណ៍ថ្ងៃទី1ហ្នឹងគាត់ចែកបានប្រមាណឧទាហរណ៍ថាគាត់ចែកបាន5នាក់អញ្ចឹងយើងចុចក្នុងប្រអប់ហ្នឹងមកហើយយើងចុចក្នុងប្រអប់សរសេរខាងក្រោមនេះដើម្បីសរសេរតួលេខចូលបាទអញ្ចឹងតួលេខយើងប្រើលេខជាសកលបាទយើងប្រើលេខសកលយើងអត់ប្រើតួលេខខ្មែរទេបាទអញ្ចឹងយើងប្រើលេខសកលអញ្ចឹងយើងឧទាហរណ៍ថាចែកបាន5យើងដាក់5យ៉ាងមកស្រីឧទាហរណ៍ស្រី3អូខេអញ្ចឹងយើងទៅមើលថ្ងៃទី1ឯងបាទថ្ងៃទី2អាហ្នឹងយើងស្អែកយើងអត់ដឹងយើងមើលយើងមើលជួថ្ងៃទី1ឯងបាទអញ្ចឹងយើងមកមើលកន្លែងទូនទីវិញអញ្ចឹងទទួលពាក្យយើងមើលទទួលពាក្យអញ្ចឹងចែកបាន5នាក់ហ្នឹងមកទទួលពាក្យមកដាក់ពាក្យវិញបានប៉ុន្មានយើងមកពេញមកឧទាហរណ៍ថាប្រធានមកដាក់បាន1បាទបើស្រីអត់មាន0បាទហើយការីកុំព្យូទ័រមកដាក់បានប្រមាណឧទាហរណ៍គាត់មកដាក់បាន2ណា2ហើយស្រីក្នុង2នាក់ហ្នឹងវាមានស្រី1អញ្ចឹងយើងដាក់ស្រី1បាទអូខេប៉ុណ្ណឹងមកយើងទៅស្រុកផ្សេងទៀតមកបាទបើមានទិន្នន័យយើងពេញរហូតចឹងទៅបើអត់មានទេក៏ម្លងទៅបើអត់មានទេមិនបាច់ធ្វើអីវាទេចំហចោលចឹងហ្នឹងយើងទៅរហូតដល់អស់ចឹងទៅបាទពេលបំពេញអស់គ្រប់ឃុំហើយយើងធីកកន្លែងនេះមួយកុំទូរស័ព្ទខ្លះវាឲ្យយើងធីកបាទអញ្ចឹងធីកមួយហើយទូរស័ព្ទខ្លះមិនបាច់ធីកទេហើយបើមានសញ្ញាធីកយើងធីកមកនេះធីកនេះជុំនេះមួយទៀតបាទហើយយើងខ្វែងដើម្បីចាក់ចេញបាទប៉ុណ្ណឹងគឺទិន្នន័យគឺបានបញ្ជូនមករួចរាល់ហើយបាទប៉ុណ្ណឹងនេះហើយយើងក៏អាចចូលទៅមើលផ្ទៀងផ្ទាត់ឡើងវិញបានដូចគ្នាបាទហ្នឹងហើយសម្រាប់ការបញ្ចូលទិន្នន័យហ្នឹងខ្ញុំចាប់ដើមទទួលពីម៉ោង4កន្លះទៅដល់ម៉ោង5កន្លះបាទអញ្ចឹងក្នុងចន្លោះហ្នឹងលោកគ្រូអ្នកគ្រូអាចបញ្ចូលបដាបាទឥឡូវខ្ញុំសូមលុបចេញវិញសារតែមិញឧទាហរណ៍អូខេលុបចេញវិញកុំឲ្យជាប់បានឧទាហរណ៍ទេនេះអញ្ចឹងមានប៉ុណ្្នឹងទេលោកគ្រូអ្នកគ្រូបាទបងប្អូនទាំងអស់គ្នាសូមអរគុណបាទ